អភិបាលខេត្តបាត់ដំបងជំរុញឲ្យមន្ត្រីជំនាញក្នុងខេត្តត្រូវធ្វើមន្ត្រីជើង2ក៏បន្តធ្វើមន្ត្រីជើង10ដើម្បីជួយស្ដារសេដ្ឋកិច្ចប្រជាពលរដ្ឋឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងជំរុញឲ្យមន្ត្រីនៃមន្ទីរជំនាញនានាក្នុងខេត្តបំពេញការងាររបស់ខ្លួនឲ្យសកម្មដើម្បីជួយស្ដារសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនឡើងវិញតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយឯកឧត្តមសង្កត់ធ្ងន់ថាត្រូវធ្វើខ្លួនឲ្យខ្លាចជាមន្ត្រីជើង2ក៏បន្តធ្វើមន្ត្រីជើង10ចោះសកម្មដល់មូលដ្ឋានផ្ទាល់ជួយផ្នែកបច្ចេកទេសដល់ការដាំដុះការដោះស្រាយបញ្ហានានានិងការរកទីផ្សារកសិផលជូនប្រជាពលរដ្ឋជាដើមរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដើម្បីជួយតាមបណ្ដាសុខចិត្តព្រំដែនអំពីការស្ដារសេដ្ឋកិច្ចគ្រួសារឡើងវិញបាទអញ្ចឹងសូមយើងទាំងអស់គ្នាខិតខំជួយមន្ទីរពាណិជ្ជកម្មក៏ធ្វើតាមមន្ទីរពាណិជ្ជកម្មកសិកម្មខិតខំចូលរួមធ្វើធនធានទឹកក៏ខិតខំជួយបានថាយើងមិនអាចធ្វើជាមន្ត្រីជើង10បានទៀតទេត្រូវធ្វើជាមន្ត្រីជើង2ដើរដើម្បីមើលពួកគាត់លំបាកស្អីខ្វះស្អីត្រូវធ្វើស្អីបាទត្រូវការពូជដំណាំស្អីត្រូវការចិញ្ចឹមសត្វអីទីផ្សារយ៉ាងម៉េចអីយ៉ាងម៉េចបាទយើងក៏មិនអាចឲ្យមានឈ្មោះកណ្ដាលដើម្បីធ្វើម៉េចធ្វើបាបបងប្អូនកសិករយើងពេលដែលគាត់ប្រមូលផលបានទេបាទយើងទៅរួមគ្នាហ្នឹងខ្ញុំថាបើយើងរួមគ្នាទាំងអស់បញ្ហាជាច្រើនណាស់យើងអាចដោះស្រាយបានឯកឧត្តមមានប្រសាសន៍នេះក្នុងឱកាសបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងទិសដៅបន្តឆ្នាំ2026របស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី20ខែមករាឆ្នាំ2026ទន្ទឹមនឹងនេះឯកឧត្តមសុកលូបានក្រើនរំលឹកដល់អាជ្ញាធរនិងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពបង្ក្រាបល្បែងស៊ីសងគ្រឿងញៀនក្មេងទំនើងនិងបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត